ដើម្បីទទួលបានការពេញចិត្តពីព្រះចៅអធិរាជនាងតែងតែលេចមាត់ពេញមុនពេលពិសានាងដើរចុងជើងដើម្បីរក្សារាងឲ្យតឹងណែននិងទន់ភ្លន់ហើយងូតទឹកផ្កាដើម្បីរក្សាក្លិនខ្លួនឲ្យទាក់ទាញព្រោះនាងប្រាជ្ញាចិត្តថានឹងក្លាយជាស្នំឯកបន្ទាប់ហើយនឹងកម្ចាត់ស្ត្រីគ្រប់រូបនៅក្នុងវាំងដោយផ្ទាល់ដៃទាំងអស់នេះក៏ព្រោះតែកាលពី3ឆ្នាំមុនកូនប្រុសរបស់នាងបានស្លាប់ដោយសារជំងឺគ្រុនក្តៅមិនស្រាកស្រានខណៈដែលស្រីពុទ្ធបុត្រម្នាក់នោះបានធ្វើពុតជាឈឺហើយបានចេតនារក្សាគ្រូពេទ្យលួងទាំងអស់ឲ្យនៅតែក្បែរខ្លួនជាហេតុបណ្ដាឲ្យរាជបុត្រព្រះជន្មយ៉ាងអាណោចអាធំនាងបានទូលរឿងនេះដល់ព្រះចៅអធិរាជដោយគិតថាទ្រង់ប្រកាសជានឹងដាក់ទោសស្រីពុទ្ធបុត្រនោះប៉ុន្តែនាងបែរជាអះអាងថាវាជាការមានផ្ទៃពោះលើកដំបូងរបស់នាងហើយអាការៈវិលមុខភ្លាមបានបង្កឲ្យមានស្ថានភាពបែបនេះគ្រាន់តែព្រះចៅអធិរាជបានឮថានាងមានផ្ទៃពោះជាមួយបុត្ររបស់ទ្រង់ក៏លេចអស់រឿងការសោយទីវង្គតរបស់រាជបុត្រហើយបានដំឡើងថាអ្នកនាងជាព្រះស្នំឯកភ្លាមនៅនឹងកន្លែងនៅក្នុងពេលនោះនាងក៏បានយល់ច្បាស់ថាដើមកំណើតដ៏ទាបថោករបស់នាងមិនអាចប្រៀបផ្ទឹមនឹងល្បិចកលរបស់ស្រីពុទ្ធបុត្រនោះបានឡើយហើយហេតុផលដែលនាងធ្វើទាំងអស់នេះគឺដើម្បីឲ្យកូនដែលមិនទាន់កើតរបស់នាងមកជំនួសតំណែងរាជយាតរបស់បុត្រនាងអ្វីដែលស្រីពុទ្ធបុត្រនោះមិនបានដឹងគឺថាការដួលរំរបស់នាងគឺចិត្តបង្កាយហើយនៅថ្ងៃបន្ទាប់ក្នុងអំឡុងពេលពិធីប្រទានឋានៈជាផ្លូវការដល់ស្រីពុទ្ធបុត្រនោះនាងបានធ្វើពុតជាឈួតហើយបានដាក់បណ្ដាសាស្រីនោះថាបានសម្លាប់កូនរបស់នាងព្រះចៅអធិរាជដែលត្រូវមុនស្នេហ៍នឹងកំហឹងបាំងភ្នែកបានបញ្ជាឲ្យគេបោះនាងចូលទៅក្នុងវាំងត្រជាក់ប៉ុន្តែគ្រាន់តែទៅដល់ភ្លាមនាងក៏ឈប់ធ្វើពុតនាងធ្វើពុតជាឈួតគឺដើម្បីតែបានចូលក្នុងវាំងត្រជាក់នេះប៉ុណ្ណោះព្រោះនៅខាងក្នុងមានលាក់ខ្លួននៅអតីតស្នំឯកដ៏ល្បីល្បាញម្នាក់ដែលជាមនុស្សតែម្នាក់គត់ដែលអាចជួយនាងសងសឹកបានពេលបានជួបគ្នានាងក៏លើកជង្គង់គោរពភ្លាមរួចទម្លាយអត្តសញ្ញាណពិតរបស់ស្ត្រីចំណាស់នោះដោយគិតថានាងកំពុងតែត្រូវគេចំអកស្នំឯកនោះក៏ប្រែជាមានទឹកមុខត្រជាក់ស្រេបប៉ុន្តែនាងបានពន្យល់យ៉ាងរហ័សថានាងមកទីនេះដើម្បីក្លាយជាសិស្សរបស់គាត់រឿងនេះបានធ្វើឲ្យស្នំឯកចាប់អារម្មណ៍ហើយនាងក៏បានរៀបរាប់ពីរឿងរ៉ាវរបស់នាងដោយដឹងថាពួកគេមានវាសនាស្រដៀងគ្នាស្នំឯកក៏យកព្រមជួយដើម្បីបង្វឹកនាងឲ្យក្លាយជាកំណែប្រែបន្ទាប់របស់ខ្លួនគាត់បានឲ្យនាងផឹកទឹកដោយប្រើតែអណ្ដាតដើរដោយជើងទេជាជួរត្រង់រាល់ថ្ងៃដើម្បីរឹតរៀងហើយងូតតែទឹកផ្កាដើម្បីឲ្យបែកទុនល្មើយនាងមិនបានធ្វើឲ្យគាត់ខកចិត្តឡើយហើយក្នុងរយៈពេល1ឆ្នាំនាងបានស្ទាត់ជំនាញគ្រប់យ៉ាងក្នុងអំឡុងពេល1ឆ្នាំនោះស្រីពុទ្ធបុត្របានបង្កើតបានកូនប្រុសមួយហើយសូម្បីតែព្រះអាគមហេសីក៏ត្រូវតែបង្ហាញការគោរពចំពោះនាងដែរ3ថ្ងៃមុនពិធីបួងសួងសុំទឹកភ្លៀងស្នំឯកបានប្រាប់នាងថាពេលនេះបានមកដល់ហើយមុនពេលនាងចាក់ចេញគាត់បានប្រគល់បន្តោងត្បូងមួយឲ្យនាងហើយប្រាប់នាងឲ្យទៅរកអ្នកបម្រើក្នុងវាំងម្នាក់ប៉ុន្តែនាងនៅតែឆ្ងល់ព្រោះគ្មានផ្លូវចេញពីវាំងត្រជាក់នេះទេស្នំឯកគ្រាន់តែញឹមនៅយប់នោះអគ្គីភ័យមួយបានឆាប់ឆេះឡើងក្នុងវាំងត្រជាក់គ្រាន់តែនាងព្យាយាមជួយសង្គ្រោះស្នំឯកក៏បដិសេធមិនព្រមចាក់ចេញដោយទម្លាយថាគាត់ជាអ្នកដុតលើងនេះដោយខ្លួនឯងដើម្បីផ្ដល់ឱកាសឲ្យនាងរត់គេចខ្លួននិងដើម្បីបញ្ចប់ជីវិតខ្លួនឯងនៅពេលទ្វារបានបិទស្នំឯកក៏បានបញ្ចប់រឿងរ៉ាវរបស់គាត់នាងលើកជង្គង់យំហើយលាគ្រូតែម្នាក់គត់របស់នាងបែបនេះហើយនាងក៏បានរត់គេចចេញពីវាំងត្រជាក់នៅថ្ងៃបន្ទាប់នាងបានយកបន្តោងត្បូងទៅឲ្យអ្នកបម្រើក្នុងវាំងនោះពេលឃើញវាភ្លាមអ្នកបម្រើក៏យកគ្រប់យ៉ាងហើយលុតជង្គង់ប្រកាសបដិភាពចំពោះម្ចាស់ស្រីថ្មីរបស់នាង3ថ្ងៃក្រោយមកពិធីបួងសួងសុំទឹកភ្លៀងក៏បានចាប់ផ្ដើមស្នំលីដែលជាទីស្រឡាញ់បានមកដល់យឺតដោយចិត្តណាហើយបានអួតប្រាប់ព្រះអាគមហេសីថានាងបានចំណាយពេលពេញមួយយប់ជាមួយព្រះចៅអធិរាជព្រះអាគមហេសីគ្រាន់តែសើចចំអកបន្ទាប់មកព្រះចៅអធិរាជក៏បានយាងមកដល់ហើយពិធីក៏ចាប់ផ្ដើមជាផ្លូវការភ្លាមនោះក្រុមនារីមួយក្រុមបានចាប់ផ្ដើមរាំនៅក្នុងទន្លេកាយវិការដ៏ទន់ភ្លន់របស់ពួកគេបានតាក់ទាញក្រសែភ្នែករបស់ព្រះចៅអធិរាជភ្លាមនៅពេលនាងកំពុងរាំភ្លៀងក៏ចាប់ផ្ដើមធ្លាក់ពីលើមេឃព្រះចៅអធិរាជទ្រង់តក់ស្លុតជាខ្លាំងដោយជឿថានាងគឺជាទេពធីតាដែលបញ្ជូនមកពីឋានសួគ៌ទ្រង់បាននាំស្នំលីទៅជាមួយភ្លាមដើម្បីទទួលនាងប៉ុន្តែនៅពេលដែលនាងដោះស្បែកមុខចេញការសងសឹករបស់នាងគឺទើបតែចាប់ផ្ដើមប៉ុណ្ណោះ